សេចក្តីប្រកាសបដិសេធព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនជាតិអន្តរជាតិទាំងអស់ឲ្យបានជ្រាបថាកាលពីថ្ងៃទី24ខែមីនាឆ្នាំ2026សារព័ត៌មានក្នុងស្រុកថៃបានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU 43 MOU ឆ្នាំ2000របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃឆ្លើយតបនឹងការលើកឡើងខាងលើអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ2000ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមធ្វើការស្រែកបំភ្លឺនិងបញ្ជាក់ជូនសាធារណជនជាតិអន្តរជាតិឲ្យបានជ្រាបពីការពិតដូចខាងក្រោម 1. MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃនិងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខាព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិMOU ឆ្នាំ2000មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិនិងជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការគណៈកម្មការ JBC 2. តាមគោលការណ៍ច្បាប់អន្តរជាតិទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ2000ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយយោងតាមមាត្រា62ចំណុចទី2នៃអនុសញ្ញាទីក្រុងវ៉ែនស្ដីពីច្បាប់សន្ធិសញ្ញា VCLT ឆ្នាំ1969 3. MOU ឆ្នាំ2000បានផ្ដល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំងសៀម1904 សន្ធិសញ្ញាបារាំងសៀម1907 ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមបែបបទបច្ចេកទេស TOR ឆ្នាំ2003និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរជាក់ស្ដែងនាពេលកន្លងមកគណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជាការស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង74ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំងដែលបានឯកភាពគ្នាការចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នការកសាងបណ្ដាញបង្គោលព្រឹត្តពីរវិភាគរួមកម្ពុជាថៃនិងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើមឆ្លៀតក្នុងឱកាសនេះអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមបញ្ជាក់ជូនថាភាគីកម្ពុជាតែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធីរួមទាំងយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្ដែងជាមួយភាគីថៃឲ្យបានចាប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរជារួមការលុប MOU ឆ្នាំ2000ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ UTI Posidentis Juris ប៉ុណ្ណោះទេថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាពសន្តិភាពនិងអភិវឌ្ឍបានឡើយសេចក្តីដោយបានស្រែកបំភ្លឺនិងបញ្ជាក់ជូនខាងលើសូមជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានថ្ងៃប្រហ័ស8កើតខែចែកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី26ខែមីនាឆ្នាំ2026នាងខ្ញុំសូមអរគុណ